ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅវីដេអូមួយទៀតដែលខ្ញុំនឹងបង្ហាញឲ្យពុកម៉ែបងប្អូនឃើញអំពីដើមម្យ៉ាងប៉ុន្តែមិនដឹងថានៅស្រុកពុកម៉ែបងប្អូនគឺមានឬអត់ទេប៉ុន្តែនៅខាងខ្ញុំគឺសម្បូរមែនទែនអញ្ចឹងគឺដើមហ្នឹងនៅខាងខ្ញុំគេហៅដើមរំពាក់បាទតែមិនដឹងនៅខាងបងប្អូនគេហៅមិនទេអញ្ចឹងដើមវាសន្តាននៃដើមគឺវាដុះដូចជាវល្លិអញ្ចឹងបាទសលូននេះបងប្អូនអាចមើលបាននៅក្នុងនេះហើយអានេះគឺវាដុះយូរថ្ងៃយូរឆ្នាំខែហើយគឺនៅហ្នឹងអត់មានអ្នកកាប់វាយកទៅធ្វើជារបស់ប្រើប្រាស់អញ្ចឹងណាអញ្ចឹងគឺទុកវារហូតហើយចំពោះដើមនេះក៏មានផ្លែដែរផ្លែវាក៏ហូបឆ្ងាញ់ដែរបងប្អូនហើយជំនួយសុខភាពផងដែរតែមិនជំនួយជាខ្លាំងហ្មងនេះជំនួយមកល្មមដែលយើងអាចទទួលទានបានអញ្ចឹងណាចាត់អីចឹងនេះខ្ញុំនាំពុកម៉ែបងប្អូនមកមើលពីដើមវាឲ្យចំអិតបន្តិចដើមវាគឺជាស្លឹករៀងបលាអាហ្នឹងបើសិនយើងយកវាទៅដាំឬក៏យកវាទៅដាក់ធ្វើជារបងផ្ទះអាហ្នឹងក៏ជួយការពារបានដែរបាទធ្វើជាការពារសត្វព្រៃសត្វអីចឹងណាការពារសត្វបែជ្រូកមាន់ទាអញ្ចឹងទៅបើយើងចង់សត្វកុំឲ្យវាចេញពីទ្រុងកុំឲ្យវាចេញពីរបងផ្ទះរបស់យើងហើយចំពោះផ្លែអូនេះផ្លែបងប្អូននេះខ្ញុំនាំនេះបងប្អូនអាចមើលផ្លែវាបានផ្លែវាគឺអានេះចិត្តទុំហីបាទនៅខ្ចីទេបន្តិចវាគាត់ថាស្គៀទេអត់បានជាទុំខ្លាំងទេបន្តិចទៀតអាចថាវានឹងទុំអញ្ចឹងរសជាតិវាគឺចត់ទេបងប្អូនមិនសូវជាឆ្ងាញ់ប្រហែលទេប៉ុន្តែវាអាចហូបបានអាហ្នឹងកាលខ្ញុំនៅពីក្មេង4-5 ឆ្នាំមុនគឺខ្ញុំអាសាបេះវាហូបមែនតើហើយវាឆ្ងាញ់កាលនោះខ្ញុំនៅមើលគោអញ្ចឹងវាជារុក្ខជាតិមួយយ៉ាងដែលគាត់ថានៅពេលដែលដាច់បាយពេលអញ្ចឹងអាចបេះវាហូបទៅពីចត់ទៅមានអីជំនួសឆ្ងាញ់ទៅពេលដែរឬទៅពេលអញ្ចឹងទៅនេះអូននេះចិត្តទុំនេះបាទនេះចិត្តទុំអញ្ចឹងអាហ្នឹងគឺយើងអាចបេះវាហូបបានហើយចំពោះអត្ថប្រយោជន៍របស់វាក៏មានច្រើនដែរដើមវាយើងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថាយកវាទៅធ្វើជារបងការពារសត្វពាហនៈរបស់យើងនៅក្នុងផ្ទះហើយចំពោះយើងយកវាទៅធ្វើជារបស់ប្រើប្រាស់ដូចជាយកទៅធ្វើជាអំបោសយកទៅធ្វើជារបស់ប្រើប្រាស់ផ្សេងនៅក្នុងផ្ទះដែលបងប្រជាកសិករយកទៅច្នៃតាមតម្រូវការជាក់ស្ដែងអញ្ចឹងនេះនៅខាងនេះក៏មានសម្បូរដែរនេះគឺសុទ្ធតែផ្លែរំពាក់ហើយខែនេះគឺជាខែដែលវាសម្បូរផ្លែដោយសារតែមានទឹកច្រើនបាទនៅខាងខ្ញុំគឺសម្បូរមែនទែននៅខាងនេះគឺនេះខ្ញុំនាំឲ្យបងប្អូនមកមើលជុំវិញតែម្ដងគឺច្រើនណាស់នេះគឺអាចនិយាយបានថាអូនេះបងនេះមកមើលអូនេះច្រើនណាស់អូឡើងចិត្តដកដីនេះបាទនេះគឺអូឆ្ងាញ់មែនតើផ្លែវារៀងចាត់បាទហើយចំពោះអត្ថប្រយោជន៍នៃផ្លែវាអាហ្នឹងបើតាមចាស់និយាយថាអាចយកវាជួយព្យាបាលជំងឺស្អិតពោះវៀនតែខ្ញុំមិនដឹងថាពិតទេប៉ុន្តែអត់ទាន់បានអនុវត្តជាក់ស្ដែងតែអាចថានៅពេលដែលខ្ញុំនៅមើលគោគឺវាជួយសម្រួលមែនជួយព្យាបាលអញ្ចឹងណាអញ្ចឹងវាឆ្ងាញ់យ៉ាងដែរបាទនេះគឺមានច្រើនអាចយកវាទៅជារបស់ប្រើប្រាស់នេះហើយនេះគឺអត់ទាន់មានបងប្រជាពលរដ្ឋកសិករគាត់អ៊ំអីគាត់យកមកកាប់ធ្វើផ្គីធ្វើអីទេនៅអញ្ចឹងនៅស៊ុបទ្រុបពេញព្រៃដែរនេះគឺនៅខាងនេះក៏មានដែរបងប្អូនសម្បូរមែនតើបាទអញ្ចឹងគឺជាអត្ថប្រយោជន៍មួយដែរនៃដើមរំពាក់ដែលនៅខាងខ្ញុំគេហៅថាដើមរំពាក់ប៉ុន្តែមិនដឹងថានៅខាងបងប្អូនគេហៅថាយ៉ាងម៉េចទេបងប្អូនហៅយ៉ាងម៉េចគឺអត់ដឹងដែរអញ្ចឹងបើសិនជាបងប្អូនហៅដើមហ្នឹងផ្សេងពីនេះអាច comment នៅក្នុងខាងក្រោមនៃវីដេអូនេះបានដើម្បីឲ្យបងប្អូនយើងផ្សេងទៀតបានជួយជ្រាបដឹងដល់អ្នកគ្នាដោយសារតែវាជាគ្រាមភាសាអញ្ចឹងទៅ
cứ mình ai cầm nó tha ở hai đôi kiaទាំងអស់ទេអាចថាតំបន់ខ្លះហៅផ្សេងគ្នាអញ្ចឹងណាបាទអញ្ចឹងប៉ុន្តែខ្ញុំនាំអារម្មណ៍បងប្អូនមើលមួយទៀតនេះបងប្អូនស្គាល់ផ្លែនេះនៅខាងខ្ញុំនេះគេហៅផ្លែនេះគឺផ្លែញញបាទផ្លែញញតែមិនដឹងថានៅខាងបងប្អូនគេហៅផ្លែអីទេអានេះផ្កាវាស្អាតមែនតើបងប្អូនអើយផ្កាវាពណ៌ស្អាតហ្មងបាទមូលហេតុដែលគេហៅផ្លែញញដោយសារតែផ្លែរបស់វាមានសន្តានដូចជាផ្លែពេលដែលយើងហូបទៅគឺមាត់របស់យើងឡើងព្រីងអញ្ចឹងណានេះអូនបាទវាខ្មៅឡើងព្រីងអញ្ចឹងទៅយើងគេច្រើនតែហូបហើយគេញញថ្មិញដោយសារវាជាប់ពីប្រឡាក់ថ្មិញតែអញ្ចឹងគេហៅតែផ្លែញញអាហ្នឹងគឺខ្ញុំតែតាមចាស់គាត់និយាយអត់ទេប៉ុន្តែមិនទាន់បានមើលថាតើផ្លែនេះឈ្មោះដើមរបស់វាជាប្រភេទរុក្ខជាតិដើមតែមានឈ្មោះអ្វីទេអញ្ចឹងតែនៅខាងខ្ញុំគេហៅតែផ្លែញញអញ្ចឹងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលពីប្រភេទរុក្ខជាតិដែលមានអត្ថប្រយោជន៍នៅក្នុងព្រៃហើយអាចកាប់វាយកទៅធ្វើជារបស់ប្រើប្រាស់បាននៅក្នុងផ្ទះអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលបានទស្សនានៅវីដេអូនេះហើយកុំភ្លេចជួយ Subscribe និងដាក់សញ្ញាកណ្ដឹងផងបើសិនជាវីដេអូនេះមានអត្ថប្រយោជន៍ជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណសូមជម្រាបលា